ជំរាបសួរបាទខ្ញុំបាទវិជ្ជបណ្ឌិតកែវសំណាងផ្នែកសម្ភពនិងរោគស្ត្រីខ្ញុំចង់ចែករំលែកចំណេះដឹងសុខភាពស្ត្រីដើម្បីជួយឲ្យស្ត្រីនៅកម្ពុជានិងជុំវិញពិភពលោកមានភាពជឿជាក់និងការយល់ដឹងទៅលើរាងកាយនិងសុខភាពរបស់ខ្លួនហើយថ្ងៃនេះដែរខ្ញុំចង់និយាយអំពីប្រធានបទមួយដែលទាក់ទងជាមួយនឹងដុំសាច់សូដន់ទៅលើស្ត្រីដែលជាភាសាបរទេសដែលយើងហៅថា fibroadenoma ដោយសារតែលើកប្រធានបទនេះដោយសារតែមានស្ត្រីក្មេងៗជាច្រើនគាត់មានបញ្ហាឈឺដកហើយគាត់មានចម្ងល់ទៅលើរឿងដុំដោះហ្នឹងដោយសារតែគាត់បញ្ហាឈឺដកគាត់ក៏ពិនិត្យមើលទៅលើអេកូទៅក៏ឃើញ fibroadenoma គាត់គ្រាន់តែឃើញភ្លាមអ្នកខ្លះគាត់ក៏យំអ្នកខ្លះគាត់ក៏ stressful តែម្ដងដូច្នេះហើយទើបខ្ញុំផលិតមាតិកានេះឡើងតាមក្នុងគោលបំណងមួយជួយលើកទឹកចិត្តនិងបន្ថយនៅភាព stress របស់ពួកគាត់ដូច្នេះទៅលើប្រធានបទនេះខ្ញុំចង់និយាយអំពីថាតើដុំសាច់នឹងជាអ្វីហើយពេលណាដុំសាច់នឹងវាកើតឡើងហេតុអីបានមិនគួរមើលរំលងវាយើងត្រូវតាមដានវាបានដល់ហើយតើត្រូវធ្វើអ្វីបើឃើញវាទាក់ទងនឹងដុំសាច់នៅលើសរសៃនេះគឺ fibroadenoma ខ្ញុំនិយាយតែលើ fibroadenoma ទេរឿងដុំផ្សេងទៀតចាំយើងពិភាក្សាគ្នានៅពេលក្រោយទៀត fibroadenoma ហ្នឹងគឺជាដុំសាច់មួយជាសាច់តែម្ដងមិនមែនជាទឹកទេជាទូទៅវាមិនកម្រនឹងវិវត្តទៅជាមហារីកណាស់គឺភាគរយតិចមែនតើហើយវាមិនបណ្ដាលឲ្យមានការឈឺចាប់ទេហើយពេលណាដុំសាច់នឹងអាចកើតមានជាញឹកញាប់គឺវាកើតឡើងនៅចន្លោះ15ទៅ35ឆ្នាំជាពិសេសគឺអំឡុងពេលដែលស្ត្រីចាប់ផ្ដើមមានរដូវតែម្ដងហើយកត្តាដែលជំរុញឲ្យមានដុំសាច់ហ្នឹងក៏មានដូចជាកត្តាមានផ្ទៃពោះនិងបើដោះកូនដែរក៏អាចនឹងក្រោយពីពួកគាត់មានផ្ទៃពោះឬក៏បើដោះកូនក៏អាចនឹងមានឃើញជាដុំសាច់ហ្នឹងដែរដុំសាច់សដន់ហ្នឹង fibroadenoma ហ្នឹងហើយវានឹងបន្ថយនៅទំហំឬក៏រួមតូចនិយាយសួរស្ដាប់រួមតូចបន្ទាប់ពីយើងអស់រដូវទៅណាហើយកម្រណាពេលអស់រដូវហើយវាមិនរួមតូចហ្នឹងណាហេតុអ្វីយើងមិនគួរមើលរំលងជាទូទៅដុំសាច់ហ្នឹងយើងមិនធ្វើការវះកាត់ទេយើងធ្វើការតាមដានដោយតាមដានឲ្យបានទៀងទាត់ពី3ទៅ6ខែម្ដងគឺតាមដានអំពីទម្រង់និងទំហំនៃដុំសាច់ហ្នឹងហើយដុំសាច់ហ្នឹងភាគច្រើនគឺវានឹងស្វិតទៅវិញនៅពេលដែលយើងអស់រដូវហើយការតាមដានគឺយើងតាមដានទៅលើអេកូហើយបើសិនជាការមើលអេកូហ្នឹងបើសិនថាដុំសាច់ហ្នឹងវាប្រែប្រួលទំហំរូបរាងរបស់វាប្រែប្រួលវាមានការទាញឬក៏វាមានលក្ខណៈរបស់វាមិនស្អាតល្អគឺយើងគិតថាអាចនឹងជាមិនមែនជាពពួកដុំសាច់ fibrome ណា fibroadenoma មិនមែនជាពពួកអាហ្នឹងហើយក៏យើងអាចគិតថាជួនកាលយើងធ្វើរោគវិនិច្ឆ័យខុសដូច្នេះហើយទៅពេលដែលយើងឃើញដុំសាច់ហ្នឹងគឺជាទូទៅកុំយំណាកុំពិបាកចិត្តពេកហូបអាហារដែលល្អហាត់ប្រាណឲ្យបានទៀងទាត់ទៅណាហើយយើងរៀនពីវិធីប្រឌិតទៅលើសដន់របស់យើងវិញណាការប្រឌិតលើសដន់ហ្នឹងគឺយើងយកដៃរបស់យើងស្ទាបណាយើងនៅខាងមុខកញ្ចក់ហើយយើងស្ទាបទៅមានដុំសាច់មានឈឺឬក៏ស្បែករបស់យើងហ្នឹងមានប្រែប្រួលអីអត់ហើយការប្រឌិតសដន់ហ្នឹងចាំខ្ញុំធ្វើ content នៅវគ្គក្រោយទៀតណាហើយបើសិនជាមានការប្រែប្រួលទាំងអស់ហ្នឹងដូចជាមានជាដុំសាច់ឬក៏មានជាការប្រែប្រួលនៃស្បែកមានឈឺមានក្រហមយើងត្រូវតែប្រញាប់ជួបគ្រូពេទ្យជំនាញឲ្យបានភ្លាមៗហើយក្នុងករណីដែលយើងសង្ស័យថាដុំសាច់ហ្នឹងវាវិវត្តទៅលើអ្វីមិនស្រួលគឺយើងអាចធ្វើការច្រឹបដោយអមជាមួយនឹងអេកូឬក៏យើងធ្វើការគៀបដោះគៀបសុដន់ហ្នឹង
ជាមួយនឹងអាចនឹងជាមួយនឹងការច្រឹបឬមិនមានការច្រឹបទេគ្រាន់តែយើងថតត្រឹមការគៀបស្ដំតែប៉ុណ្្នឹងទេដូចរូបនេះអញ្ចឹងគឺការច្រឹបសាច់ហ្នឹងគឺយើងច្រឹបជាមួយនឹងរូបអេកូគឺយើងមើលឃើញច្បាស់ថាដុំសាច់ហ្នឹងនៅតាណាការចាក់បញ្ចូលនឹងចូលដល់កន្លែងណាដែលវាត្រឹមត្រូវដែរឬទេនេះជារូបភាពការគៀបស្ដំការគៀបស្ដំគឺអាចឲ្យយើងដឹងពីដុំសាច់ហ្នឹងវាមានលក្ខណៈបែបណាហើយស្ដំហ្នឹងមានលក្ខណៈមានជាដុំសាច់អីផ្សេងទៀតអត់ដែលយើងមើលមិនឃើញទៅតាមរយៈអេកូហើយខ្ញុំសូមបញ្ជាក់បន្ថែមការចេះថែសុខភាពស្ដំហ្នឹងគឺជាជំហានដ៏សំខាន់និងឆ្លាតវៃសម្រាប់ស្ត្រីគ្រប់រូបសូមចុច Subscribe ដើម្បីទទួលបាននូវចំណេះដឹងអំពីសុខភាពស្ត្រីបន្ថែមយើងអាចជួបពិភាក្សាគ្នាបានដោយការស្រឡាញ់រាប់អានមានកាតឬគ្មានកាតបសសសុទ្ធតែអាចពិភាក្សាគ្នាបានសូមអរគុណចំពោះការស្រឡាញ់រាប់អានពីខ្ញុំបាទ